សួស្តីបងប្អូនកសិករនិងប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នានៅក្នុងការចិញ្ចឹមមាន់ទាដើមចេកគឺជាកម្ពូលវត្ថុធាតុដើមបៃតងដ៏អស្ចារ្យមួយដែលងាយស្រួលក្នុងការរកបំផុតនិងស្ទើរតែមិនអស់លុយក្នុងការទិញឡើយដើមចេកសម្បូរទៅដោយជាតិទឹកវីតាមីននិងជាតិកាកសរសៃខ្ពស់ដែលជួយជំរុញឲ្យមាន់ទាមានភាពត្រជាក់ក្នុងរាងកាយមិនងាយ stress នៅក្នុងរដូវក្តៅនិងជួយឲ្យសត្វមានកម្លាំងមាំមួនលើសពីនេះទៅទៀតវាក៏ជាជំនួយការលេខ1ក្នុងការកាត់បន្ថយការចំណាយលើចំណីក្រុងបានយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរប៉ុន្តែបងប្អូនត្រូវតែដឹងផងដែរថាដើមចេកស្រស់មានផ្ទុកសារធាតុជ័រម្យ៉ាងហៅថាតានីនប្រសិនបើបងប្អូនគ្រាន់តែហាន់រួចបោះឲ្យមាន់ទាស៊ីស្រស់ភ្លាមដោយមិនបានឆ្លងកាត់ការផ្អាប់ឲ្យបានត្រឹមត្រូវទេជាតិជ័រទាំងនោះវានឹងទៅរំខានដល់ប្រព័ន្ធរំលាយអាហាររបស់មាន់ទាយើងបណ្ដាលឲ្យមាន់ទាទល់លាមករាករូសផឹកទឹកច្រើនខុសពីធម្មតាហើយវាក៏ទៅបិទបាំងមិនឲ្យក្រពះពោះវៀនបឺតជញ្ជក់យកប្រូតេអ៊ីនពីចំណីបានឡើយលទ្ធផលគឺធ្វើឲ្យមាន់ទាយើងស្គមស្គាំងមិនងាយធំធាត់ទោះបីជាបងប្អូនខិតខំឲ្យមាន់ទាយើងស៊ីច្រើនយ៉ាងណាក៏ដោយដូច្នេះដើម្បីដោះស្រាយបញ្ហាចរចេកនេះថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីការផ្អាប់ដើមចេកខ្នាត30គីឡូក្រាមដែលគ្រឿងផ្សំរួមមានទី1ដើមចេកហាន់ចំនួន30គីឡូក្រាមទី2កន្ទក់ម៉ត់លេខ1ចំនួន6គីឡូក្រាមដើម្បីឲ្យជាជំនួយក្នុងការបឺតយកសំណើមទី3ទឹកស្កររងូឬក៏ស្ករខាប់ដែលយើងទុកឲ្យត្រជាក់ចំនួន1គីឡូក្រាមឬក៏1លីត្រទី4ទឹកឱសថខ្ញីខ្ទឹមសនិងស្លឹកល្ហុងបើបងប្អូនមិនមានទេមិនបាច់ដាក់បានដែរប៉ុន្តែបើបងប្អូនមានគឺដាក់ចំនួន10ស្លាបព្រាបាយដើម្បីធ្វើជាមេថ្នាំផ្អាប់ទី5អំបិលក្រួសចំនួន1ខាំកន្លះដើម្បីការពារផ្សិតអាក្រក់និងចុងក្រោយគេគឺទឹកស្អាតចំនួន1លីត្រកន្លះដើម្បីលាយជាទឹកមេបាទឥឡូវនេះយើងចូលដល់បច្ចេកទេសក្នុងការលាយវិញដំបូងបងប្អូនត្រូវយកដើមចេកដែលយើងហាន់ម៉ត់ហ្នឹងយកមកច្របល់ជាមួយកន្ទក់ម៉ត់ឲ្យសព្វសិនបងប្អូនច្របល់ឲ្យសព្វបានល្អហើយបន្ទាប់មកបងប្អូនយកទឹកស្អាតចំនួន1លីត្រកន្លះហ្នឹងលាយជាមួយនឹងទឹកស្ករខាប់លាយជាមួយអំបិលក្រួសនិងបើបងប្អូនមានទឹកឱសថនោះក៏បងប្អូនដាក់ទៅបើអត់មានទេមិនបាច់ដាក់ទេបាទលាយបញ្ចូលគ្នាកូរចូលគ្នាឲ្យរលាយអស់ហើយបងប្អូនចាក់ចូលធុងស្រោចដំណាំមួយមកបើបងប្អូនមិនមានទេបងប្អូនយកបោយឬក៏ឧបករណ៍ដែលអាចដួសបានហ្នឹងស្រោចពីលើល្បាយដើមចេកដែលយើងបានលាយជាមួយនឹងកន្ទក់មុនហ្នឹងឲ្យបានសព្វល្អមកបងប្អូនស្រោចឲ្យបងប្អូនច្បល់ចូលគ្នាឲ្យបានសព្វល្អវិធីកត់សម្គាល់សំណើមដែលត្រឹមត្រូវគឺបងប្អូនយកដៃក្តាប់ល្បាយនោះឲ្យណែនបើវាស្អិតជាប់គ្នាជាដុំល្អគ្មានទឹកហូរចេញតាមប្រឡោះម្រាមដៃទេគឺត្រឹមត្រូវហើយជំហានចុងក្រោយគឺត្រូវញាត់ល្បាយនោះចូលទៅក្នុងធុងជ័រដែលបងប្អូនបានត្រៀមក្នុងមួយស្រទាប់បងប្អូនប្រើត្រឹមកម្រាស់កន្លះចាអាមឯទៅហើយបងប្អូនយកដៃយើងសង្កត់ឲ្យណែនបំផុតតាមតែអាចធ្វើបានដើម្បីដេញខ្យល់ចេញឲ្យអស់បន្ទាប់មកបងប្អូនបិទគម្របឲ្យជិតហើយរក្សាទុកនៅក្នុងម្លប់រយៈពេល5ទៅ7ថ្ងៃគឺអាចដួសឲ្យមាន់ស៊ីបានហើយការចិញ្ចឹមមាន់ទាទោះបីជាពេលខ្លះយើងត្រូវជួបប្រទះនឹងការប្រឈមមុខរឿងតម្លៃចំណីឡើងថ្លៃបញ្ហាអាកាសធាតុក៏ដោយប៉ុន្តែសូមបងប្អូនកុំបាក់ទឹកចិត្តអីកសិកម្មទំនើបគឺទាមទារឲ្យយើងនឹងមានការច្នៃប្រឌិតនិងភាពឆ្លាតវៃការដែលយើងចេះកែច្នៃរបស់ដែលគ្មានតម្លៃនៅជុំវិញផ្ទះយើងដូចជាដើមចេកនេះឲ្យខ្លាចជាចំណីដែលមានគុណភាពគឺជាផុសតាងដែលបង្ហាញថាយើងកំពុងតែដើរផ្លូវត្រូវហើយភាពអត់ធ្មត់និងការរៀនសូត្រឥតឈប់ឈរនឹងនាំមកនូវភាពជោគជ័យនិងស្នាមញញឹមដល់គ្រួសារយើងនៅថ្ងៃមុខជាមិនខានចុះបើបងប្អូនជួបបញ្ហាផ្អាប់ទៅធុងក្លិនស្អុយឬក៏ដបផ្សិតខ្មៅតើយើងត្រូវធ្វើយ៉ាងណាដំណោះស្រាយគឺងាយស្រួលទេបាទមូលហេតុចម្បងគឺមកពីបងប្អូនសង្កត់ចំណីមិនបានណែនល្អធ្វើឲ្យមានខ្យល់ចេញចូលឬបិទគម្របមិនជិតបើជួបករណីនេះត្រូវកាយផ្នែកដែលស្អុយចោលរួចបន្ថែមទឹកស្កររងូឬទឹកឱសថបន្តិចមករួចសង្កត់ឲ្យណែនវិញនិងបិទគម្របឲ្យជិតឡើងវិញបើបងប្អូនមិនមានទឹកឱសថទេបងប្អូនអាចប្រើទឹកខ្មេះឬក៏ទឹកដោះគោជូរជំនួសជាមេថ្នាំផ្អាប់បានភ្លាមៗផងដែរខ្ញុំសូមរំលឹករូបមន្តសង្ខេបជូនបងប្អូនម្ដងទៀតគ្រឿងផ្សំយើងមានដើមចេកចំនួន30គីឡូកន្ទក់6គីឡូក្រាមទឹកស្ករ
រងូខាប់ចំនួន1លីត្រឬក៏1គីឡូក្រាមទឹកឱសថបើមាន9ទៅ10ស្លាបព្រាបើមិនមានទេក៏មិនអីដែរអំបិលចំនួន1ខាំកន្លះនិងទឹកស្អាតចំនួន1លីត្រកន្លះចុះសម្រាប់បងប្អូនវិញតើនៅកសិដ្ឋានឬនៅផ្ទះរបស់បងប្អូនធ្លាប់បានសាកល្បងវិធីធ្វើដើមចេកផ្អាប់ឲ្យមាន់ទាស៊ីហើយឬនៅហើយតើបងប្អូនប្រើប្រាស់រូបមន្តផ្សំអ្វីខ្លះដែរសូមបងប្អូនសរសេរ comment ចែករំលែកបទពិសោធន៍ឬបញ្ហារបស់បងប្អូននៅខាងក្រោមវីដេអូនេះម្នាក់មួយដើម្បីឲ្យយើងបានជជែកពិភាក្សានិងរៀនសូត្រពីគ្នាទៅវិញទៅមកជាចុងក្រោយប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍និងចង់ទទួលបានចំណេះដឹងកសិកម្មល្អៗបែបនេះបន្តទៀតសូមកុំភ្លេចជួយចុចប៊ូតុង like ជួយ share ទៅកាន់បងប្អូនផ្សេងទៀតនិងចុច subscribe ម្នាក់មួយផងណាសូមអរគុណនិងសូមជម្រាបលាជូនពរជោគជ័យគ្រប់គ្នា